សូមអនុញ្ញាតគោរពក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube Go Official សារជាថ្មីយើងមកជួបគ្នាជាមួយនឹងរឿងរ៉ាវថ្មីទៀតហើយនៅក្នុងការអានរឿងនិទានបានតោះដើម្បីកុំឲ្យខាតពេលយូរយើងនឹងធ្វើការសន្តាប់នៅរឿងដែលមានចំណងជើងថារឿងចោលចិត្តជាបាទសម្រាប់រឿងនេះផងដែរគឺខ្ញុំបានបែងចែកជា3ភាគបាទអញ្ចឹងសូមកុំឲ្យខាត់ពេលយូរយើងធ្វើការសន្តាប់នៅក្នុងការអានរឿងទាំងអស់គ្នាបាទគេដូចបានឮតមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចោចិត្តជាលោកក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមេដាទូមានប្រដៅដោយម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូច្នេះគ្រូរំលឹកប្រដៅដោយម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចនៅនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាធិបតីនិមឺនសពគ្រប់មន្ត្រីចូលគាល់ទ្រង់មានព្រះរាជអាវកាថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាតុកចង់ធ្វើចៅហ្វាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអលង្ការថាបើឈ្មោះណាមិនមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើជាចៅហ្វាយស្រុករក្សាក្នុងខេត្តនោះដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រលំបាកតោកយ៉ាក់ពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបនទេវតាថាសូមឲ្យទេវតាជួយឲ្យខ្ញុំបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំបានធ្វើជាចៅហ្វាយស្រុកខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះពេលនោះអាចោចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានលើដូច្នេះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតីមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់មកវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ផ្អើលឡើងក្រឡេកទៅឃើញបង្វិចសម្ពុតជាតីក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាខេត្តនោះតទៅឯអាចោចិត្តជាកានបាទដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចោចិត្តជានោះទៅជូនចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកនៅក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចោចិត្តជានិយាយរអ៊ូតែម្នាក់ឯងហេតុតែឯងមានចិត្តអាណិតគេកាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងនឹងយកប្រាក់40កហបណៈវិចនឹងកំណាត់ជាតី
មកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោចជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់បាទអញ្ចឹងនៅក្នុងចំណុចនេះផងណាខ្ញុំសូម slash ប៉ុណ្ណេះសិនហើយចាំមើលតើចៅហ្វាយស្រុកនឹងគិតយ៉ាងដូចម្ដេចចំពោះអាចោចជានឹងតើគាត់ជួយឬក៏យ៉ាងណាសូមកុំភ្លេចតាមដាននៅភាគបន្ទាប់ទាំងអស់គ្នាផងដែរបាទសូមអរគុណ